ជំរាបសួរបងប្អូនថ្ងៃនេះមកមុខម្ហូបឆាតៅហ៊ូជាមួយនឹងសាច់ជ្រូកហើយនឹងប្រហិតគ្រប់មុខបងប្អូននិងដើមកញ្ឆាស្រែបដោះបងប្អូនខ្ញុំឆាដាក់ខ្លាំងបន្តិចហើយខ្ញុំដាក់សាច់ជ្រូកច្រើនណាសាច់ជ្រូកខ្ញុំស្រស់ហើយស្អាតបងប្អូនដើម្បីកុំឲ្យក្លិនខ្ញុំឆាដាក់សាច់ជ្រូកនេះចូលវាឆ្អិនសាច់ជ្រូកតិចខ្ញុំដាក់ប្រហិតគ្រប់មុខជាមួយនឹងតៅហ៊ូហើយស្អាតតៅហ៊ូបងប្អូនលើកទី1ឆាខ្ញុំទិញសតចិននិយាយថាខ្ញុំជ្រុកឲ្យស្វិតតិចមើលទៅឆ្ងាញ់ណាស់បងប្អូនហ្នឹងហើយខ្ញុំឆាត្រឡប់ពីខ្ញុំដាក់ស្ករដាក់ម្សៅស៊ុបទឹកស្អ៊ីវបន្តិចទឹកប្រេងខ្យងបន្តិចទៅបងប្អូនពួកអីខ្ញុំឆាចូលគ្នាទាំងអស់តាមបងប្អូនជំរឿដូចថារសជាតិខុសៗគ្នាណាបងប្អូនតែគ្រឿងវាមានតែប៉ុណ្្នឹងបងប្អូនអត់មានប្របាកទេកូរត្រឡប់ពីហ្នឹងហើយតោះមកយកដាក់ទឹកបន្តិចទៅដើម្បីឲ្យមានជាតិតិចកុំឲ្យវាខ្លោចខ្ទះបងប្អូនឲ្យវាសើមបន្តិចទៅព្រោះបន្លែនេះមុនឆាខ្ញុំស្រស់ហើយម្សៅបងប្អូនសាច់ជ្រូកក៏ខ្ញុំស្រស់ហើយបន្លែខ្ញុំស្រស់ដើម្បីកុំឲ្យបពុលហើយពេលយើងឆាតាមត្រឡប់ពីទៅវារួចបងប្អូនឃើញយើងឆាទៅរយៈពេលមិនយូរទេសម្រាប់យើងដូចខ្ញុំរាល់ថ្ងៃនេះធ្វើរយៈពេលខ្លីដែរបងប្អូនអញ្ចឹងយើងធ្វើតាមផ្លេតបានញ៉ាំហើយពេលនេះបងប្អូនប៉ុណ្ណឹងរួចរាល់ឆាតាមត្រឡប់ពីរសជាតិមកល្មមតាមបងប្អូនចូលចិត្តដាក់ពីផ្អែមឬដិតឬអីចឹងណាបងប្អូនតែគ្រឿងមានតែប៉ុណ្្នឹងឯងហើយខ្ទឹមនេះដើមខ្ទឹមស្លឹកខ្ទឹមបងប្អូនធំដាំល្អចឹងយកមកដាក់ក្រោយគេតែប៉ុណ្្នឹងរួចរាល់អរគុណច្រើនជម្រាបលាទាំងអស់គ្នាបាយបាយ